Ok នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាអំពីលក្ខណៈពិសេសថ្មីមួយទៀតរបស់កម្មវិធី Excel គឺរបៀបប្រើប្រាស់ Hyperlink បាទអញ្ចឹងទី1យើងត្រូវស្គាល់ថាអ្វីទៅជា Hyperlink Hyperlink គឺជាការធ្វើដំណភ្ជាប់យ៉ាងឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ទូទៅដែលសម្រាប់ផ្ដល់ភាពងាយស្រួលជាច្រើននៅក្នុងការងារអនុវត្តជាក់ស្ដែងបាទអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំនឹងឧទាហរណ៍បង្ហាញអ្នកទាំងអស់គ្នាតែម្ដងថាតើ Hyperlink វាមានសារៈសំខាន់យ៉ាងម៉េចខ្លះបាទនេះគឺជាបណ្ដុំនៃលំហាត់របស់ខ្ញុំដែលខ្ញុំបានរៀបចំទុកយើងឃើញថាជាធម្មតាយើងតែងតែដាក់ជា cell ច្រើនបែបនេះបាទអញ្ចឹង cell នីមួយៗយើងអាចដាក់ឈ្មោះដើម្បីធ្វើការចំណាំទៅលើលំហាត់នីមួយៗប៉ុន្តែពេលខ្លះវាមានភាពលំបាកក្នុងការចុចតាម sheet នីមួយៗបែបនេះអញ្ចឹងនៅក្នុងនេះខ្ញុំបានបង្កើតជាMenui មួយឬក៏ផ្ទាំងគេហៅថា home page មួយបាទដែលទី1យើងចង់បង្ហាញពីគោលបំណងរបស់យើងហើយនេះគឺដូចជាមាតិកានីមួយៗនៅក្នុងលំហាត់របស់យើងទាំងមូលផងដែរបាទអញ្ចឹងឧទាហរណ៍បើសិនខ្ញុំចង់តាក់ទងចង់មើលទៅលើការប្រាក់ខ្ញុំក៏ចុចពី interest បាទពេលនោះវាloadបើក sheet មួយដែលមានឈ្មោះថាការប្រាក់បង្ហាញតែម្ដងដល់ពេលចង់ត្រឡប់ទៅវិញខ្ញុំក៏ចុចពី back បាទទៅវិញឧទាហរណ៍ចង់កណនីអាយុអញ្ចឹងខ្ញុំមានsheet មួយដែលខ្ញុំដាក់ថាអាយុបាទអញ្ចឹងគឺវាបង្ហាញការកណនីអាយុចង់ត្រឡប់ក្រោយបាទចង់តាក់ទងទៅមើលទីលេខទូរស័ព្ទបាទយើងអាចចុចមើលលេខទីលេខទូរស័ព្ទបាទយើងចង់បកក្រោយយ៉ាងវិញគឺយើងអាចចុចបកក្រោយបានដែលមានភាពងាយស្រួលបំផុតបាទអញ្ចឹងដើម្បីអនុវត្តឬធ្វើយ៉ាងម៉េចដើម្បីទទួលបានលទ្ធផលបែបនេះខ្ញុំនឹងមានឧទាហរណ៍មួយបន្ថែមទៀតបាទអញ្ចឹងសូមតាមដានទាំងអស់គ្នាបាទនេះគឺជារបាយការណ៍មួយដែលខ្ញុំបាន export ពីកម្មវិធី QuickBook មកប៉ុន្តែគ្រាន់ជាការឧទាហរណ៍នោះទេដើម្បីឲ្យអ្នកទាំងអស់គ្នាយល់ថាតើយើងអនុវត្ត Hyperlink តាមរបៀបណាបាទអញ្ចឹងនៅលើនេះខ្ញុំមានរបាយការណ៍នីមួយៗតាមផ្នែកដែលខ្ញុំបានដាក់ឈ្មោះវាហោហែបែបនេះបាទបន្តមកទៀតខ្ញុំមិនចង់ធ្វើការចុចលើឈ្មោះ sheet នីមួយៗទេគឺខ្ញុំចង់ធ្វើដូចឧទាហរណ៍បាញ់មិញបាទអញ្ចឹងនៅក្នុង home page នេះខ្ញុំអាចឧទាហរណ៍ថាឧទាហរណ៍នេះគឺជាឈ្មោះហាងកុំព្យូទ័រហើយបន្តមកទៀតយើងចង់បានបង្កើតជាប៊ូតុងអញ្ចឹងយើងអាចចុច insert ហើយយកពាក្យ save នេះយើងអាចគូរជាប៊ូតុងណាមួយដែលយើងចង់បានធម្មតាបាទយើងដឹងហើយលក្ខណៈនៃប៊ូតុងយើងអាចចុច mouse ស្ដាំយកពាក្យថា edit text ហើយយើងធ្វើការសរសេរឈ្មោះរបាយការណ៍នីមួយៗដែលយើងចង់បើកអញ្ចឹងឧទាហរណ៍ថាទី1គឺតាក់ទង balance sheet ខ្ញុំបានសរសេរកន្លែងនេះអញ្ចឹងខ្ញុំសរសេរពាក្យថា balance sheet យើងអាចកែវាឬក៏យើង copy ម្ដងទៀតបាទយើងអាចដាក់ថានេះគឺ income statement ហើយអាចមានជារបាយការណ៍បន្តបន្ទាប់ឧទាហរណ៍ថាខ្ញុំមានរបាយការណ៍ទៀតតាក់ទងនឹង stock បាទហើយនៅលើប៊ូតុងនីមួយៗយើងអាចធ្វើការកែច្នៃឬក៏ format រើសទម្រង់ណាមួយដែលយើងចង់បានមានពណ៌មានអីផ្សេងៗបាទតាមការពេញចិត្តរបស់យើងបាទដំណាក់កាលបន្ទាប់មានន័យថានៅពេលដែលយើងចង់ចុចលើពាក្យថា balance sheet នេះឲ្យវា load ទៅបើក balance sheet របាយការណ៍យើងនៅស្វ័យប្រវត្តិនោះគឺយើងធ្វើការចុច mouse ស្ដាំលើវាឲ្យសំទោសយើងចុចលើវាចុច mouse ឆ្វេងបន្តមកទៀតចុចពាក្យថា insert បាទពេលនេះយើងឃើញពាក្យថា hyperlink នៅពេលយើងចុច hyperlink វានឹងចេញផ្ទាំងនេះមកគឺមាន insert hyperlink
vàនៅក្នុងនេះវាមានពាក្យថា existing file or web page មានថាភ្ជាប់ទៅនឹង web page ឬក៏ place in document បាទអញ្ចឹងនៅពេលយើងចុចកន្លែងពាក្យថា display in document បាទនៅកន្លែង cell reference ហើយនៅឈ្មោះខាងក្រោមនេះសូមបញ្ជាក់ថាគឺជាឈ្មោះ sheet នីមួយៗដែលយើងមាននៅក្នុងfile ឯកសាររបស់យើងបាទអញ្ចឹងយើងឃើញថាទី1គឺ balance sheet អញ្ចឹង balance sheet ខ្ញុំដាក់អក្សរថា BLC នេះបាទដោយសារខ្ញុំសេកាត់បាទអញ្ចឹងចុចពាក្យថា balance sheet ហើយអូខេបាទចង់បាន income statement ដូចគ្នាគឺយើងចុច hyperlink ហើយចុចពាក្យថា income ឬ income statement នេះគឺ cell គឺជា sheet របស់ income statement បាទយើងចង់មើល stock យើងអាចចុចលើ stock បាទខ្ញុំដាក់ inventory អូខេបាទអញ្ចឹងយើងអាចសាកបើយើងចង់បាន balance sheet យើងក៏ចុចពាក្យថា balance sheet ពេលនោះវានឹងបើក balance sheet បាទនៅពេលនេះយើងត្រូវមានប៊ូតុងមួយទៀតមានថាដើម្បីចុចត្រឡប់ទៅកាន់ផ្ទាំងដើមវិញអញ្ចឹងខ្ញុំអាចចុចដាក់សញ្ញាព្រួយបែបនេះបាទយើងអាចសរសេរពាក្យថាម៉េចក៏បានតែភាគច្រើនយើងប្រើពាក្យថា home ដើម្បីឲ្យវាត្រឡប់ទៅកាន់ទំព័រដើមវិញបាទនៅពេលនេះយើងចុចគឺអត់មានចលនាអ្វីទាំងអស់ដោយសារយើងអត់ទាន់ភ្ជាប់ឲ្យវាអញ្ចឹងយើងចុចលើរូបនេះហើយចុចពី insert ហើយចុច hyperlink បាទពេលនេះគឺយើងទៅរកមើលពាក្យថា home មានន័យថានៅពេលដែលយើងចុចលើប៊ូតុងនេះគឺវានឹងបញ្ជាឲ្យទៅបើកនៅទំព័រដើមស្វ័យប្រវត្តិបាទអញ្ចឹងយើងទទួលបានបែបនេះនៅពេលយើងចុច income statement អូខេទទួលបាន income statement ដូចគ្នាប៉ុន្តែយើងត្រូវមានប៊ូតុងហ្នឹងប៊ូតុង home មិនដែរយើងអាចសរសេរឬគូម្ដងទៀតឬក៏យើងអាចទៅ copy ផាសតែម្ដងឧទាហរណ៍យើងចង់បានប៊ូតុងនេះយើងចុច mouse ស្ដាំលើវា copy បាទឥឡូវយើងចុចទៅទំព័រដើមទៅពេលយើងចុច income statement បាទយើងអាចផាសវាមកបាទយើងអាចចុចវាលោតទៅដើមដូចគ្នាតើតើ stock ដូចគ្នាដែរអញ្ចឹងយើងចុចលើនេះវាលោតទៅកាន់ stock អញ្ចឹងមានរបាយការណ៍ផ្សេងទៀតមាន customer balance មាន vendor balance មាន sale ឬក៏ purchase ឬក៏ signal បាទគឺយើងអាចដាក់បែបដូចគ្នាឥឡូវខ្ញុំឧទាហរណ៍បញ្ចប់គឺចង់ដាក់លើ signal មួយទៀតអញ្ចឹងខ្ញុំអាចផាសនៅលើហ្នឹងមកបាទតែពេលយើងចុចគឺវាទៅកាន់ដើមវិញហើយនៅកន្លែងនេះយើងអាចគូប៊ូតុងមួយទៀតបាទយើងអាចសរសេរពាក្យថា signal អញ្ចឹងនៅសល់ផ្សេងទៀតយើងអាចធ្វើការកែច្នៃបានយ៉ាងងាយបាទអញ្ចឹងខ្ញុំក៏ឧទាហរណ៍ថាបើសិនយើងចង់ចុចទៅ signal អញ្ចឹងយើងចុច mouse ស្ដាំលើវាយក hyperlink នេះក៏បានឬក៏យើងចុច insert ខាងលើ hyperlink ក៏បានដូចគ្នាតមក display in document ហើយចុច signal អញ្ចឹងមានន័យថាយើងអាចទទួលបានបណ្ដុំនៅរបាយការណ៍មួយយ៉ាងងាយនៅលើនេះដែលវាមានភាពច្បាស់ងាយមើលជាងតាម sheet នីមួយបាទខ្ញុំឧទាហរណ៍បាទ signal balance sheet បាទទៅដើមវិញ income statement បាទគឺវិធីបែបនេះខ្ញុំគិតថាវាផ្ដល់ភាពងាយស្រួលច្រើនសម្រាប់អ្នកប្រើប្រាស់ទូទៅបាទអញ្ចឹងសូមបញ្ចប់ត្រឹមនេះនៅក្នុងវីដេអូនេះ